បងប្អូនជនជាតិទីគោរពខ្ញុំដឹងថានៅក្នុងព្រឹត្តិការណ៍ដែលកើតឡើងប្រហែលថ្ងៃកន្លងទៅនេះតេតិនទៅនឹងភូមិជោគជ័យតេតិនទៅនឹងអ្វីដែលជាចរិតក៏ឃ្លឿនចរិតឈានពៀនរបស់ថៃមកលើកម្ពុជាខ្ញុំគិតថាខ្មែរយើងដឹងថានេះជាការឈឺចាប់ខ្លាំងបំផុតដែលមិនអាចទទួលយកបានបាទក៏ប៉ុន្តែរឿងដែលសំខាន់មួយទៀតថាតើយើងយកការឈឺចាប់នឹងយកមកធ្វើអីទៀតសម្រាប់តើយើងអាចយកការឈឺចាប់មកធ្វើជាមេរៀនសម្រាប់រៀបចំខ្លួនទៅពេលអនាគតគឺមួយក៏យើងបានត្រឹមតែនាំគ្នាឈឺចាប់ហើយឈឺចាប់ម្ដងទៀតថ្ងៃក្រោយមកយើងនៅដដែលទាំងទៀតឬមួយក៏យើងមានស្អីដែលយើងត្រូវគិតអំពីការកែប្រែឬក៏រៀបចំអនាគតរបស់ជាតិរបស់យើងឲ្យវាអាចនៅគង់វង្សបានទៅថ្ងៃខាងមុខនៅក្នុងនោះក៏មានការលើកឡើងតាក់ទងជាមួយថាតើខ្មែរត្រូវធ្វើម៉េចហើយចម្លើយតែមួយគឺខ្មែរត្រូវតែខ្លាំងប៉ុន្តែអ្វីដែលយើងមិនទាន់បានគិតឲ្យបានស៊ីជម្រៅហើយទៅជែកគ្នាឲ្យបានអារម្មណ៍ថាតើខ្លាំងនឹងមានន័យថាម៉េចហើយធ្វើអីខ្លះបានខ្លាំងខ្ញុំថ្ងៃនេះខ្ញុំឆ្លៀតលើករឿងនៅក្នុងប្រទេសពីរណាដែលខ្មែរយើងតែងតែតំណាលប្រាប់គ្នាថាតើតែយើងខ្លាំងដូចអ៊ីស្រាអែលតើយើងខ្លាំងដូចសិង្ហបុរីនឹងបានគេមិនមើលងាយបាទប៉ុន្តែទាំងអ៊ីស្រាអែលទាំងសិង្ហបុរីមុននឹងបានមកដល់សប្តាហ៍ថ្ងៃនេះក៏មានប្រវត្តិជូរចត់ច្រើនដែរបាទហើយរឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺថាតើប្រទេសទាំងពីរហ្នឹងវាមានដើមកំណើតការកកើតឲ្យคล้ายទៅជាប្រទេសហ្នឹងវាចាប់ផ្ដើមពីជ្រុងណាមកហើយយើងរៀនមើលអំពីចំណុចសំខាន់ដែលនាំឲ្យមនុស្សមួយក្រុមដែលមកពីសញ្ជាតិផ្សេងគ្នាមកពីប្រពៃណីវប្បធម៌ផ្សេងគ្នាប៉ុន្តែគេអាចរួបរวมគ្នាហើយធ្វើការគ្នាដើម្បីធ្វើការជាមួយគ្នាសម្រាប់ធ្វើការជាមួយគ្នាដើម្បីរៀបចំឲ្យคล้ายទៅជាប្រទេសមួយដែលមានឈ្មោះមាននាមនៅក្នុងផែនទីពិភពលោកហើយផ្ទុយទៅវិញក៏មានប្រទេសមួយចំនួនទៀតដែលធំរួមទាំងកម្ពុជាយើងផងពីសម័យអាណាចក្រប៉ុន្តែទីចំបំផុតយើងស្ទើរតែគ្រប់គ្រងខ្លួនឯងได้បានដូចសពថ្ងៃឬក៏គ្រប់គ្រងមិនចង់ជាប់បាទនិយាយគ្រប់គ្រងមិនចង់ជាប់ទេចា៎អញ្ចឹងដើម្បីឲ្យមានការយល់ដឹងទៅលើប្រវត្តិនៃប្រទេសតូចពីរនេះណាគឺប្រទេសសិង្ហបុរីហើយនិងប្រទេសអ៊ីស្រាអែលយើងដឹងហើយថាប្រទេសអ៊ីស្រាអែលគឺចាប់ផ្ដើមកកើតនៅអ៊ីស្រាអែលសម័យទំនើបនេះគឺក្នុងឆ្នាំ1948បាទរីឯប្រទេសសិង្ហបុរីគឺនៅក្នុងឆ្នាំ1963ដែលប្រទេសសិង្ហបុរីហ្នឹងគឺបានទទួលឯករាជ្យពីអង់គ្លេសហើយមានការចែកគ្នារវាងបានចេញពីប្រទេសម៉ាឡេស៊ីទៀតបាទនៅក្នុងដំណើរការនេះទោះបីជាប្រទេសទាំងពីរនេះកើតឡើងនៅកន្លែងខុសគ្នាក៏ប៉ុន្តែអ្វីដែលខ្ញុំបានស្រាវជ្រាវហើយនឹងអានគឺវាមានលក្ខណៈរួមខ្លះដែលធ្វើឲ្យប្រទេសពីរនេះអាចคล้ายទៅជាអ្នកខ្លាំងណានៅក្នុងចំណោមចន្លោះរវាងប្រទេសធំនឹងបានបាទតោះហ្នឹងខ្ញុំលើកឡើងភ្ជាប់ដោយសារតែមានបងប្អូនខ្មែរយើងខ្លះក៏គិតថាប្រទេសយើងតូចណាស់យើងនៅចន្លោះរវាងប្រទេសពីរធំអញ្ចឹងយើងមិនមានសង្ឃឹមអីថាយើងអាចការពារខ្លួនយើងបានអីទេចឹងបាទនេះជារឿងដែលខ្មែរយើងខ្លះក៏គិតណាគិតគឺបង្ហាញនៅការអស់សង្ឃឹមប៉ុន្តែបើយើងមើលពីប្រទេសសិង្ហបុរីចាប់ផ្ដើមដំបូងគឺមានមនុស្សមិនដល់2លាននាក់ទេ
ចាប់ផ្ដើមកសាងប្រទេសរបស់គេដំបូងគឺមានដល់2លាននាក់ទេរីឯប្រទេសអ៊ីស្រាអែលវិញនៅពេលដែលអ៊ីស្រាអែលរួមគ្នាបង្កើតទៅជារដ្ឋអ៊ីស្រាអែលមួយនៅក្នុងចន្លោះនៃប្រទេសធំនៅក្នុងមជ្ឈមបូព៌ាអ៊ីស្រាអែលមានមិនដល់1លាននាក់ទេហើយជា86000នាក់អីប៉ុណ្ណឹងទេប៉ុន្តែសប្តាហ៍ថ្ងៃសិង្ហបុរីបានកើនឡើងរហូតដល់5លាន7ហើយនៅអ៊ីស្រាអែលគឺក៏មិនទាន់ឈានលើសពី10លានដែរនៅត្រឹម9លាននាក់អីប៉ុណ្ណឹងបាទអញ្ចឹងបើប្រៀបធៀបជាមួយខ្មែរយើងនៅមានទឹកមាត់លេបច្រើនណាយើងមានរហូតដល់17លាននាក់បាទក៏ប៉ុន្តែរឿងសំខាន់ដែលប្រទេសទាំងពីរហ្នឹងទាំងសិង្ហបុរីទាំងអ៊ីស្រាអែលដែលយើងរៀនបានណាគឺនៅក្នុងនោះគឺការចាប់កំណើតនៃប្រទេសទាំងពីរនេះគឺចាប់កំណើតពីការឈឺចាប់ដែលធ្វើឲ្យមនុស្សមួយក្រុមឬមនុស្សសញ្ជាតិមួយដែលបានបែកបាក់គ្នារាប់ពាន់ឆ្នាំណាដូចជាប្រទេសអ៊ីស្រាអែលអញ្ចឹងគឺជនជាតិជ្វីសណាគឺបែកគ្នាបែកខ្ញែកគ្នាហើយរហូតដល់មកគេតាមសម្លាប់ហើយសម្លាប់រង្គាលទៀតនៅក្នុងសង្គ្រាមលោកលើកទី2ប៉ុន្តែជ្វីសក្រោយពីសង្គ្រាមលោកលើកទី2ចប់គឺជំនាញបានរួមគ្នាទូទាំងពិភពលោកហើយបង្កើតទៅជារដ្ឋអ៊ីស្រាអែលមួយដែលយើងឃើញមកដល់សប្តាហ៍ថ្ងៃនេះនៅក្នុងនោះគឺបើយើងមើលអំពីជនជាតិជ្វីសក៏មិនមែនបានន័យថាជ្វីសហ្នឹងគឺមានស្ថានភាពដូចគ្នាការរស់នៅដូចគ្នាទាំងអស់ដែរព្រោះជ្វីសនេះបានរសាត់អណ្ដែតទៅប្រទេសដទៃនៅទូទាំងពិភពលោកនឹងរាប់ពាន់ឆ្នាំមានកូនចៅតជំនាន់ហើយដល់ពីមកនៅបង្កើតទៅជារដ្ឋអ៊ីស្រាអែលក៏រស់នៅក្នុងស្ថានភាពមួយដែលជាសង្គមអ៊ីស្រាអែលមួយដែលមានប្រពៃណីវប្បធម៌ការរស់នៅហ្នឹងគឺមិនដូចគ្នាទេណាគឺអត់ដូចគ្នាទេព្រោះមនុស្សហ្នឹងគឺកើតឡើងអ្នកខ្លះកើតច្រើនចំនួនហើយនៅឯប្រទេសផ្សេងប៉ុន្តែរឿងមួយដែលធ្វើឲ្យជ្វីសត្រូវតែសម្រេចចិត្តមករួមគ្នាបង្កើតប្រទេសនៅក្នុងរដ្ឋអ៊ីស្រាអែលសប្តាហ៍ថ្ងៃហ្នឹងគឺដោយសារតែមានការធ្វើបាបធ្វើទុកបុកម្នេញពីនៅអឺរ៉ុបហើយនឹងក៏មានការសម្លាប់រង្គាលនៅក្នុងសង្គ្រាមលោកលើកទី2ដែលអាល្លឺម៉ង់បានតាមបំផ្លាញសម្លាប់ជនជាតិជ្វីសនឹងស្ទើរតែផុតពូជប៉ុន្តែទីចុងផុតស្វីសបានជនជាតិជ្វីសទាំងអស់ហ្នឹងបានសម្រេចមករួមគ្នាមកដើម្បីរស់នៅលើទឹកដីមួយបង្កើតប្រទេសមួយគឺប្រទេសអ៊ីស្រាអែលសប្តាហ៍ថ្ងៃរីឯសិង្ហបុរីក៏មានប្រវត្តិមិនជាខុសគ្នាប្រមាណដែរព្រោះនៅក្នុងសិង្ហបុរីប្រទេសសិង្ហបុរីរងថ្ងៃក៏មិនមែនមានតែជនជាតិចិនដែរមានម៉ាឡេមានឥណ្ឌាមានជនជាតិផ្សេងច្រើនសាសណាច្រើនក្រុមប៉ុន្តែប្រវត្តិនៃប្រទេសសិង្ហបុរីនេះវាកើតឡើងនៅក្នុងសម័យពីដើមនៅក្នុងសម័យអាណានិគមហ្នឹងគឺអង់គ្លេសបានយកកោះសិង្ហបុរីមួយហ្នឹងមកធ្វើជាកន្លែងគេហៅថាកំពង់ផែសម្រាប់ធ្វើជំនួយហើយក៏នាំយកនៅកម្មករពីប្រទេសផ្សេងនៅក្នុងតំបន់ក្បែរៗយកមកធ្វើជាកម្មករកំពង់ផែហ្នឹងបាទដោយសារតែវណ្ណៈកម្មករវណ្ណៈពលករនឹងឯងដែលធ្វើឲ្យជនជាតិសិង្ហបុរីមិនសំទោសតែធ្វើឲ្យក្រមពលករឬកម្មករនៅក្នុងកំពង់ផែសិង្ហបុរីហ្នឹងក៏សម្រេចចិត្តថាត្រូវតែពង្រឹងនៅអត្តសញ្ញាណរួមមួយដើម្បីឲ្យខ្លាយទៅជាអាចរៀបចំប្រទេសមួយដែលយើងឃើញថាខ្លាយជាប្រទេសសិង្ហបុរីដូចសប្តាហ៍ថ្ងៃបាទអញ្ចឹងបើយើងមើលពីកំណើតនៃការកើតរបស់កកើតនៃប្រទេសទាំងពីរនេះកើតឡើងពីការឈឺចាប់ហើយក៏នៅពេលដែលឈឺចាប់នោះក៏មិនមែនបានន័យថាប្រទេសនឹងមានសញ្ជាតិតែមួយមានសង្គមតែមួយទេវាគឺចេញមកពីមនុស្សដែលមានសញ្ជាតិផ្សេងគ្នាវប្បធម៌ផ្សេងគ្នាក៏ប៉ុន្តែគេអាចពង្រឹងឬក៏អភិវឌ្ឍនៅអត្តសញ្ញាណរួមមួយដែលគេអាចរស់នៅជាមួយគ្នាបានហើយបដិញ្ញាចិត្តក្នុងការរៀបចំប្រទេសគេរហូតដល់គេខ្លាយជាប្រទេសដែលខ្លាំងតូចប៉ុន្តែខ្លាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះឡើងចឹងតែនឹងជាមេរៀនមួយដែលសម្រាប់កម្ពុជាយើងថាតើកម្ពុជាយើងនៅពេលដែលយើងឈឺចាប់តើយើងឈឺចាប់ដើម្បីអីឬក៏យើងឈឺចាប់ដើម្បីតែក្តៅក្រហាយហើយវិលមកឈ្លោះខ្មែរគ្នាឯងវិញសម្រាប់អ៊ីស្រាអែលហើយនិងសិង្ហបុរីគេឈឺចាប់ប៉ុន្តែគេព្យាយាមពង្រឹងនៅអត្តសញ្ញាណរួមមួយហើយបន្តិចម្ដងក៏គេខ្លាចគេគិតរហូតដល់ថាគេត្រូវតែបង្កើតប្រទេសមួយរបស់គេផ្ទាល់
ទីពីរនៅក្នុងការរស់នៅបែបចម្រុះជាតិសាសន៍ទាំងអ៊ីស្រាអែលទាំងសិង្ហបុរីគឺគេមានរបៀបរស់របស់គេមួយគឺគេពង្រឹងនៅអត្តសញ្ញាណរួមហើយអត្តសញ្ញាណរួមក៏គេមិនបានសង្កត់គ្នាគេនឹងឲ្យថាត្រូវតែដើរផ្លូវតែមួយត្រូវតែធ្វើឲ្យដូចតែមួយដែរគឺមានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការអនុវត្តនៅប្រពៃណីវប្បធម៌ដែលក្រុមនីមួយៗមានណាដូចនៅក្នុងប្រទេសអ៊ីស្រាអែលអញ្ចឹងប្រទេសអ៊ីស្រាអែលគឺទោះបីមានជាជនជាតិជីវិតតែមួយក៏ដោយក៏ប៉ុន្តែយើងដឹងហើយថារាប់រយឆ្នាំដែលបែកផ្ញើគ្នានៅតាមប្រទេសដទៃហ្នឹងគឺវាច្រើនចំនួនណាប៉ុន្តែថាស្អីដែលគេនៅតែបន្តណាប្រាប់កូនចៅគេនៅចំនួនក្រោយទៀតដើម្បីឲ្យចាំថានេះជាជនជាតិរបស់យើងពីដើមមកទោះបីប្រមាណចំនួនក៏ដោយអញ្ចឹងតំណឹងគឺបានបង្ហាញនៅចំណុចមួយទៀតក្រៅពីការជឿចាប់គឺគេពង្រឹងសមត្ថភាពសញ្ជាតិរបស់គេពលរដ្ឋរបស់គេឬក៏មនុស្សដែលគេព្យាយាមធ្វើការជាមួយគ្នាអំពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់បំផុតសម្រាប់សញ្ជាតិនីមួយៗបាទអញ្ចឹងបានន័យថាគេបានព្យាយាមធ្វើម៉េចឲ្យមនុស្សរបស់គេពីចំនួនមួយទៅចំនួនមួយមិនវង្វេងប្រវត្តិសាស្ត្រតាមរយៈដោយសារការនាំគ្នាកែប្រវត្តិសាស្ត្រនាំគ្នាបំភ្លៃប្រវត្តិសាស្ត្រទេគឺគេនៅរក្សានៅទំនោរមួយគឺនាំគ្នាធ្វើម៉េចឲ្យពលរដ្ឋរបស់គេមនុស្សដែលគេប្រុងរួមនៅជាមួយគ្នាក្នុងផ្ទះតែមួយហ្នឹងគឺស្គាល់ប្រវត្តិរបស់គេតាំងពីដើមមកតគ្នាហើយប្រវត្តិហ្នឹងគឺច្បាស់មានការស្រាវជ្រាវមិនមែនគ្រាន់តែប្រវត្តិមួយដែលបង្កើតឡើងដោយអ្នកឈ្នះដោយតែយើងធ្លាប់ឮយើងធ្លាប់និយាយមកទេបាទនេះជារឿងទី2ដែលគឺប្រវត្តិសាស្ត្រគឺជារឿងសំខាន់អញ្ចឹងបើសិនណាជាប្រទេសណាមួយដែលយើងមិនអោយពលរដ្ឋយើងបានដឹងអំពីប្រវត្តិសាស្ត្រពិតបានន័យថាយើងយកប្រវត្តិសាស្ត្រមកច្នៃគឺប្រទេសនឹងច្រើននៅទីជប៉ុនបាត់នៅអត្តសញ្ញាណរួមណាប៉ុន្តែបើយើងចង់ឲ្យបានមានអត្តសញ្ញាណរួមគឺប្រវត្តិសាស្ត្រពិតគឺមានសារៈសំខាន់ណាស់នៅក្នុងការចងក្រងមនុស្សឲ្យមើលឲ្យមានឲ្យស្គាល់អំពីខ្លួនឯងថាខ្លួនឯងជាស្អីហើយថាតើអ្នកដែលមានប្រវត្តិនៅក្នុងរឿងហ្នឹងឈឺចាប់ដូចគ្នាហ្នឹងថាតើត្រូវធ្វើអីរួមគ្នានៅក្នុងពេលអនាគតនេះជាការកកើតនៃរដ្ឋរបស់សិង្ហបុរីហើយនឹងអ៊ីស្រាអែលទីដំបូងទីបាទហើយរឿងទី3ក៏វាមានតកតងជាមួយនឹងរបៀបឬមួយក៏ការចេះរស់នៅជាមួយគ្នារវាងសញ្ជាតិឬក៏មនុស្សដែលមកពីប្រពៃណីវប្បធម៌ផ្សេងនេះប៉ុន្តែគេចេះរៀនរស់រៀបចំគ្នាសម្របសម្រួលគ្នាដើម្បីអាចរស់ជាមួយគ្នាបានរហូតដល់ពេលคลายទៅជារៀបចំណាបង្កើតប្រទេសមួយបានដោយខ្លួនគេអានេះជាចំណុចសំខាន់មួយទៀតដែលនៅក្នុងប្រទេសខ្លះសូម្បីតែរស់នៅក្នុងសញ្ជាតិតែមួយខ្លួនឯងហ្នឹងក៏ពិបាករស់ទៀតបាទគឺពិបាករស់ខ្ញុំថ្ងៃខាងមុខខ្ញុំនឹងទៅធ្វើការស្រាវជ្រាវថែមទៀតដើម្បីទាញយកឧទាហរណ៍ខ្លះទៀតដើម្បីប្រាប់មកថាតើប្រទេសខ្លះដែលមានធ្លាប់មានប្រវត្តិជាអាណាចក្រជាចក្រភពធំធេងពីសម័យដើមប៉ុន្តែហេតុអីបានជារលាយប៉ុន្តែថ្ងៃនេះខ្ញុំលើកអំពីទស្សនវិជ្ជាដែលសញ្ជាតិមួយក្រុមឬក៏មនុស្សមួយក្រុមដែលត្រូវបានបាត់បង់នៅក្នុងពិភពលោកឬក៏មិនមានឈ្មោះថាជាប្រទេសសោះប៉ុន្តែគេអាចរួមគ្នាធ្វើការជាមួយខ្លាយទៅជាប្រទេសមួយដែលខ្លាំងតូចប៉ុន្តែខ្លាំងហើយខ្លឹមអញ្ចឹងវាទុកប្រទេសដែលបែកបាក់គ្នាដែលប្រទេសខ្លះក៏លាយទៅបាត់ហ្នឹងអានេះយើងចាំរកមេរៀនស្រាវជ្រាវរកមេរៀនអំពីប្រទេសថាហេតុអីបានតែពួកនោះប្រទេសទាំងមកធំធ្លាប់ធំពីដើមប៉ុន្តែក្រោយមកក៏ត្រូវជាលាលួតពីផែនទីពិភពលោកបាទនេះគឺទុកម្ដុំសិនរឿងហ្នឹងហើយរឿងទី4ចុងក្រោយក៏មិនមែនបានន័យថាមិនមានចលនាអីរួបរวมគ្នាវាស្រាប់តែគាត់តែចូលរួមគ្នាទៅឲ្យបង្កើតប្រទេសបានទេវាត្រូវមានការបដិញ្ញាចិត្តចូលរួមជាចលនាគេហៅជាចលនានយោបាយដើម្បីឈានទៅទាមទារឬក៏ឈានទៅការរៀបចំខ្លួនឯងឲ្យទៅជាប្រទេសមួយដែលមានអត្តសញ្ញាណនៅក្នុងពិភពលោកបាទអញ្ចឹងអត្តសញ្ញាណរួមក៏ជាមានប្រជាកម្មនៃសំខាន់ដែរបាទហើយអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ពី
ព្រឹត្តិការណ៍នៅក្នុងប្រទេសថៃដែលមានការកើនឡើងនៅអ្នកជាតិនិយមជ្រុលឬក៏ជាតិនិយមនេះគឺវាអាចនឹងនាំមកនៅការយល់ដាលគ្រោះថ្នាក់ដល់ប្រទេសយើងដែលជាប្រទេសតូចប្រសិនបើយើងមិនបានរៀបចំខ្លួនពីថ្ងៃនេះទៅឲ្យយើងខ្លាំងទេណាឲ្យយើងខ្លាំងទេគឺចង់យើងគិតថាឧទាហរណ៍ដែលគេផ្ដល់ឲ្យយើងប្រមាណខែនេះប្រមាណអាទិត្យចុងក្រោយនេះបានប្រាប់យើងច្បាស់ហើយថាគេអាចធ្វើស៊ីយើងបាននៅពេលខាងមុខទៅអញ្ចឹងសរុបសេចក្តីមកភាពជ្រុលនិយមរបស់ថៃនេះគឺកើតឡើងពីស្អីកើតឡើងអំពីគេកំណត់ឲ្យពលរដ្ឋគេស្គាល់ប្រវត្តិសាស្ត្រយើងតែចោទគេថាគេវិញប៉ុន្តែប្រហែលជាមិនប្រកាសថាគេវិញនេះអាចគេស្គាល់ប្រវត្តិសាស្ត្រគេច្បាស់បានជាគេនាំគ្នាទន្ទិញប្រាប់ពលរដ្ឋគេថាដីរបស់គេគឺខេត្តបាត់ដំបងពោធិ៍សាត់កោះកុងសៀមរាបជាដីរបស់គេអត់ទៅនឹងបើយើងនិយាយអំពីប្រវត្តិសាស្ត្រគេធ្លាប់គ្រប់គ្រងនៅក្នុងតំបន់ទាំងអស់នេះមិនទៅឆ្នាំទេអញ្ចឹងអ្វីដែលគេយកទៅនិយាយប្រាប់ពលរដ្ឋគេវាជាប្រវត្តិសាស្ត្រពិតប៉ុន្តែត្រង់ថាគេធ្វើមិនយកបានអ្នកណាអ្នកចែកឲ្យនេះគេអត់បានគិតអាហ្នឹងគេគិតថាគេធ្លាប់មកគ្រប់គ្រងតំបន់នេះអញ្ចឹងគេយកអាហ្នឹងទៅទិញប្រាប់ណាប្រាប់ពលរដ្ឋរបស់គេអញ្ចឹងបានវាកើតទៅជាអ្នកជាតិនិយមស្ដាយទឹកដីរបស់ខ្លួនបាត់ស្ដាយកវត្តអីចឹងដែលបាត់អីចឹងណាបាទអានេះជាមួយដែលការបង្កឲ្យកើតទៅជាអ្នកជាតិនិយមណាដូចនៅក្នុងប្រទេសសិង្ហបុរីហើយនិងអ៊ីស្រាអែលដែលខ្ញុំបានលើកឡើងមិញក៏គំនិតជាតិនិយមហ្នឹងក៏ណាស្រឡាញ់ជាតិបង្កើតប្រទេសរបស់គេក៏វាកើតពីហ្នឹងមកដែរណាវាកើតពីការរៀនបន្តគ្នាការពង្រឹងសមត្ថភាពមនុស្សពីចំនួនមួយទៅចំនួនមួយឲ្យរក្សាឲ្យជាប់ខ្លួនទៅនឹងប្រវត្តិសាស្ត្រពិតដែលធ្វើឲ្យគេមិនវិញហើយមិនត្រឹមតែវិញទេគេបង្កើតទិសដៅមួយដើម្បីបង្កើតប្រទេសរបស់គេបានទៅជាប្រទេសមួយដែលមានមុខមាត់មាននៅលើផែនទីពិភពលោកទោះបីជាពលរដ្ឋរបស់គេមិនច្រើនក៏ដោយអញ្ចឹងសរុបសេចក្តីចុងក្រោយដែលខ្ញុំចង់លើកពីរឿងប្រទេសថៃដែលកើតឡើងនៅក្រមអ្នកជាតិនិយមនេះខ្ញុំគិតថាប្រសិនបើចលនានេះអានេះជាចលនានយោបាយមួយហើយណាចលនានេះអាចរីកកាន់តែធំហើយកាន់តែមានឥទ្ធិពលទៅអានឹងវានឹងអាចឈានទៅរកគិតទៅលើមហិច្ឆតារបស់គេថាគេនឹងចង់បានទឹកដីទាំងអស់ដែលខ្ញុំបានលើកមិញយកទៅគ្រប់គ្រងរបស់គេវិញអាទៅនឹងដែលជារឿងមួយដែលយើងត្រូវគិតហើយយើងត្រូវតែយល់ដឹងឲ្យបានស៊ីជម្រៅហើយនឹងគិតទាំងអស់គ្នាថាតើខ្មែរយើងនឹងត្រូវដើរដោយរបៀបណាហើយរៀនសូត្រអំពីរៀននៃប្រទេសដទៃទាំងសិង្ហបុរីទាំងអ៊ីស្រាអែលដែលគេធ្វើការរួមគ្នាដើម្បីពង្រឹងអត្តសញ្ញាណរួមប៉ុន្តែយើងថាតើយើងបានធ្វើការរួមគ្នាដើម្បីពង្រឹងអត្តសញ្ញាណរបស់យើងទេឬក៏យើងណាធ្វើការដើម្បីគ្រាន់តែបង្កនៅចំនួននៅក្នុងចំណោមផ្សេងជាតិយើងដូចគ្នាបាទអានេះខ្ញុំសូមទុកប៉ុណ្្នឹងសិនហើយនៅក្នុងវគ្គក្រោយខ្ញុំនឹងលើកឡើងយកមកនិយាយថាក្រោយពីប្រទេសទាំងពីរនេះបានទទួលនៅឯករាជ្យហើយមានឈ្មោះនៅក្នុងផែនទីពិភពលោកថាតើគេចាប់ផ្ដើមកសាងប្រទេសគេពីជ្រុងណាហើយគេផ្ដោតទៅលើអីខ្លះដែលធ្វើឲ្យគេខ្លាំងមកដល់សប្តាហ៍ថ្ងៃនេះបាទនេះជារឿងមួយដែលខ្ញុំនឹងលើកយកមកជម្រាបជូនហើយចែកចាយបងប្អូនយើងនៅក្នុងវីដេអូឃ្លីបបន្តទៀតនៅក្នុងពេលខាងមុខបាទខ្ញុំសូមអរគុណបាទសូមជម្រាបលាបាទ